រឿងជីវិតគឺសួរថាផ្អែមឬក៏ល្វីងមានតែយើងពីរនាក់ដែរដឹងច្បាស់ក្បែរមិនសូវត្រូវតែពេលនៅឆ្ងាយនឹកគ្នាណាស់ហើយមានពេលខ្លះយើងទាំងពីរដូចសិនត្រូវរំភើបក៏មានឆ្លោះយំអោបគ្នាក៏មានពេលខ្លាំងឈានដល់សំបែងចែកផ្លូវម្ដងឆ្លោះម្ដងបែកទឹកភ្នែកសុំការត្រូវរើទៅណាមិនឆ្ងាយឃ្លាតមួយថ្ងៃនឹកស្ទើរឈួតឃ្លាតមួយថ្ងៃនឹកស្ទើរតែឈួតមួយលៀនបែកមួយលៀនចប់មកប្រាប់ថាបែកគ្នាចិត្តទៀមទីនៅក្បែរគ្នារហូតបែកគ្នារាប់មិនអងឡើយជួបអស់ហើយរឿងកំសាន្តតែមិនហត់នឹងសង្សារព្រោះត្រូវការគ្នា